Yo cái đôi chú đây nè đó khi bà xóa cùng một kênh channel YouTube của bọn nhóm đón tiết hai ba haiថ្ងៃនេះដែរខ្ញុំនឹងមកបង្រៀនអ្នកនរគ្នាពីរបៀប hack game Roblox អីចឹងណាអ្នកគ្នាបាទយើង hack ដើម្បី farm level ឲ្យស្រួលអីចឹងណាអ្នកគ្នាបាទកុំឲ្យ farm level យឺតហើយពិបាកហើយអ្នកគ្នាចង់ចេះមើលវីដេអូនេះដល់ចប់គឺចេះដាក់ 100% អ្នកគ្នាបាទហើយការ hack នឹងដែរខ្ញុំប្រាប់តែអ្នកពួកគាត់ដែលអត់មាន Telegram ហើយបើអ្នកដែលពួកគាត់មាន Telegram ពួកគាត់ចង់ hack ដែរក៏អត់អីដែរបាទខ្ញុំអត់ថាអីអ្នកគ្នាចង់មើលវីដេអូនេះដល់ចប់ដែរក៏បានដែរបាទហើយបើសិនថាអ្នកគ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងបាទដោយសារអីគឺខ្ញុំទៅធ្វើវីដេអូថ្មីទេអ្នកគ្នាបាទឥឡូវតោះអ្នកគ្នាកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការ hack ទាំងអស់គ្នាបាទជាដំបូងអ្នកគ្នាគ្រាន់តែលុប game block fruit scene របស់វាសិនមកបាទអ្នកគ្នាគ្រាន់តែចុចលុបមកយេអ្នកគ្នាបាទគឺខ្ញុំបានលុបហើយបាទឥឡូវតោះយើងចូលទៅដោន game Roblox ដែលមាន hack អីចឹងណាអ្នកគ្នាបាទបើសិនថាអ្នកគ្នាចង់ដោនអីlink ខ្ញុំដាក់នៅក្នុង description អីចឹងណាអ្នកគ្នាបាទ description YouTube របស់ខ្ញុំបាទនៅពេលដែលអ្នកគ្នាចុចចូលនៅក្នុង link ដែលខ្ញុំដាក់នៅខាងក្រោម YouTube របស់ខ្ញុំហើយអ្នកគ្នានឹងលូតចូលបែបនេះហើយដល់ពេលអ្នកគ្នាលូតចូលបែបនេះហើយអ្នកគ្នាគ្រាន់តែចុចdownload មកណាអ្នកគ្នាបាទនៅពេលដែលអ្នកគ្នា upload បានហើយអ្នកគ្នាគ្រាន់តែដំឡើងចេញមកក្រៅមកបាទនៅពេលដែលអ្នកគ្នាដំឡើងបានហើយអ្នកគ្នាគ្រាន់តែចុចចូលទៅក្នុង game Roblox យើងមកបាទហើយអ្នកគ្នាចាំមួយសន្ទុះសិនទៅបាទហើយម្ដងឡើយដែរអ្នកគ្នាគ្រាន់តែចុចបើកអានោះមកបាទនៅពេលដែលអ្នកគ្នាបើកអានោះដែរហើយអ្នកគ្នាគ្រាន់តែអ្នកគ្នាចុចចេញមកវិញមកនៅពេលដែលអ្នកគ្នាចុចចេញហើយអ្នកគ្នានឹងវានឹងលូតចេញបែបនេះអ្នកគ្នាបាទហើយសម្រាប់ខាងក្រោមដែរអ្នកគ្នាមាន account ស្រេចអ្នកគ្នាមិនចាំបង្កើត account ថ្មីទេបាទបើសិនថាអ្នកគ្នាអត់មាន account អ្នកគ្នាចុចអាលើដើម្បីបង្កើតទៅណាបាទបើសម្រាប់ខ្ញុំមាន account ស្រេចអញ្ចឹងខ្ញុំយកខាងក្រោមឲ្យអ្នកគ្នាបាទនៅពេលដែលអ្នកគ្នាបង្កើត account អីអស់ហើយអ្នកគ្នាគ្រាន់តែចុចចូលទៅក្នុង game block fruit របស់យើងមកបាទដើម្បីយើងទៅបង្កើត hack នឹងទាំងអស់គ្នាបាទនៅពេលដែលអ្នកគ្នាចុចចូលដល់ក្នុង game ហើយអ្នកគ្នាគ្រាន់តែជ្រើសរើសយកនេះកាឡូនខាងក្រោមនេះអ្នកគ្នាបាទកន្លែងខ្ញុំដាក់រង្វង់នេះអ្នកគ្នាបាទអ្នកគ្នាគ្រាន់តែចុចចូលមកបាទគឺវានឹងលូតទៅនៅក្នុងជ្រុំដើម្បីឲ្យយើងបង្កើតហើយបាទនេះអ្នកគ្នាបាទបើសិនថាអ្នកគ្នាអត់លូតដូចខ្ញុំទេអ្នកគ្នាអាចចុចថយហើយអ្នកគ្នាអាចអូសទៅរកជ្រុំអីចឹងណាគ្នាបាទហើយអាពីហ្នឹងអ្នកគ្នាចង់ចុចចូលជាមួយណាក៏បានដែរមិនថាជ្រុំថា Google ទេបាទអាចប្រើបានដូចគ្នាបាទសម្រាប់ខ្ញុំប្រើជ្រុំអញ្ចឹងខ្ញុំចុចលើជ្រុំហើយអ្នកគ្នាបាទនៅពេលដែលអ្នកគ្នាមកដល់ជ្រុំហើយអ្នកគ្នាគ្រាន់តែចុចកន្លែងសរសេរហើយអ្នកគ្នាផាស link ដែលអ្នកគ្នាបាន copy ហ្នឹងមកបាទ copy ចេញពីកន្លែងក្នុង game ហ្នឹងណាអ្នកគ្នាបាទហើយអ្នកគ្នា copy រួចហើយអ្នកគ្នាគ្រាន់តែចុចបញ្ជូនហើយអ្នកគ្នារងចាំមួយផ្លែតទៅវានឹងលូតចេញជាបែបនេះវិញអ្នកគ្នាបាទហើយមកដល់កន្លែងទៅនេះអ្នកគ្នាគ្រាន់តែរងចាំមួយផ្លែតទៅហើយវានឹងលូតចេញបែបនេះអ្នកគ្នាគ្រាន់តែចុចយកអាក្រោមមកបាទវានឹងលូតចេញបែបនេះដើម្បីឲ្យយើងបំពេញ quest វាចំនួន3ឲ្យបានដើម្បីឲ្យវាលូតសញ្ញា tick មកដើម្បីយើងទៅយក link អីចឹងណាអ្នកគ្នាបាទហើយបើសិនថាអ្នកគ្នាចុចទៅវាអត់លូតចេញបែបនេះអ្នកគ្នាគ្រាន់តែហើយចុចថយ
អ្នកគ្នាចុចចូលស្ដើងវិញមកគឺអាចចូលមកកន្លែងវាឲ្យយើងបំពេញ link ឯបាទហើយកន្លែង link នេះដែរក៏យើងអត់ពិបាកបំពេញប្រហែលទេយើងគ្រាន់តែចុចចូលហើយចុចថយចុចចូលចុចថយចំនួន3ដងមកបាទហើយបើកន្លែង YouTube នេះអ្នកគ្នាគ្រាន់តែ clear ហើយចុចចូលកន្លែងទៅនេះវិញមកបាទហើយដល់ពេលវិលចេះហើយអ្នកគ្នារងចាំវាបន្តិចសិនទៅបាទដើម្បីឲ្យវាចេញសញ្ញា tick ទាំងអស់ទៅនេះអ្នកគ្នាវាចេញសញ្ញា tick បែបនេះហើយអ្នកគ្នាឃើញ tick ឃើញខ្ញុំចេញសញ្ញា tick លឿនអញ្ចឹងគឺខ្ញុំកាត់ទៀតដើម្បីកុំឲ្យវីដេអូវែងអ្នកគ្នាមើលយូរអញ្ចឹងណាអ្នកគ្នានៅពេលដែលវាចេញសញ្ញា tick នេះហើយអ្នកគ្នាគ្រាន់តែចុចតាមកន្លែងខ្ញុំគូររង្វង់ហ្នឹងមកវានឹងលូតចេញបែបនេះហើយអ្នកគ្នាគ្រាន់តែធ្វើការរងចាំវាបន្តិចសិនទៅបាទហើយដល់ពេលវាចេញទៅហើយអ្នកគ្នាគ្រាន់តែចុចតាមសញ្ញាព្រួយនេះខ្ញុំបង្ហាញមកបាទដល់ពេលអ្នកគ្នាចុចទៅវាពាណិជ្ជកម្មអ្នកគ្នាចុចថយវិញមកដល់ពេលដែលអ្នកគ្នាចុចថយអ្នកគ្នានេះវានឹងលូត link ដើម្បីឲ្យយើងចម្លងយកទៅផាសអីចឹងណាអ្នកគ្នាបាទហើយអ្នកគ្នាគ្រាន់តែចុច copy មកបាទនៅពេលដែលអ្នកគ្នាចម្លងរួចហើយអ្នកគ្នាគ្រាន់តែចុចថយហើយអូសទៅរក game block fruit របស់យើងដើម្បីយកអា link មាញ់យកទៅផាសដើម្បីបង្កើតhack ចឹងណាអ្នកគ្នាបាទនៅពេលដែលអ្នកគ្នាចូលម្ដង game block fruit នេះអ្នកគ្នាគ្រាន់តែចុចចូល link game block fruit របស់យើងមកបាទនៅពេលដែលអ្នកគ្នាចុចចូលលេងម្ដងកន្លែងនេះហើយអ្នកគ្នាគ្រាន់តែយក link ដែលយើង copy មកយើងយកមកផាសនៅកន្លែងដែលនេះអ្នកគ្នានៅកន្លែងដែលខ្ញុំដាក់រង្វង់មូលនេះមកអ្នកគ្នាបាទនៅពេលដែលអ្នកគ្នាផាសរួចហើយអ្នកគ្នាគ្រាន់តែចុចតាមសញ្ញាព្រួយដែលខ្ញុំដាក់នោះមកបាទវានឹងលូតចេញបែបនេះហើយអ្នកគ្នាពិតជាឆ្ងល់ហើយថាបងធ្វើម៉េចបានយើងអាចយក script យកមកដាក់លេងបានកុំភ័យអ្នកគ្នាចាំខ្ញុំព្រានអ្នកគ្នាបាទខ្ញុំព្រានយក script នឹងទៀតបាទឥឡូវកុំឲ្យខាតពេលយូរតោះយើងចូលទៅយក script ដើម្បីយកមកដាក់លេងអីចឹងណាអ្នកគ្នាបាទជាដំបូងអ្នកគ្នាគ្រាន់តែទៅ copy យកអក្សរនៅខាងក្រោមវីដេអូរបស់ខ្ញុំនេះមកបាទដើម្បីយកមកផាសនៅក្នុងChrome ក៏បាន Google ក៏បានសម្រាប់ខ្ញុំយកជ្រោមដដែលអ្នកគ្នាបាទហើយអ្នកគ្នាចុចកន្លែងសរសេរហើយអ្នកគ្នាផាសអក្សរដែលអ្នកគ្នាបាន copy មកហើយវានឹងចេញបែបនេះអ្នកគ្នាយកអាលើគេណាអ្នកគ្នាបាទវានឹងឃើញបែបនេះអ្នកគ្នាគ្រាន់តែអូសឡើងលើរហូតទាល់តែឃើញ link នេះអ្នកគ្នាចង់ copy យកអាណាក៏បានដែរអ្នកគ្នាបាទតែសម្រាប់ខ្ញុំយកអាលើគេបាទនៅពេលដែលអ្នកគ្នា copy រួចហើយអ្នកគ្នាគ្រាន់តែចុចថយហើយចុចចូលក្នុង game block fruit របស់យើងវិញមកបាទដើម្បីយកអា link ហ្នឹងយកទៅផាសដើម្បីប្រើប្រាស់អីចឹងណាអ្នកគ្នាហើយមកដល់កន្លែងទៅនេះដែរខ្ញុំrecommend ឲ្យអ្នកគ្នាយកអាលើគេបាទអារូបដូចផ្ទះអីចឹងណាអ្នកគ្នាបាទដើម្បីអីគឺដើម្បីយើងដាក់ហើយយើងទុកលេងថ្ងៃក្រោយទៀតអ្នកគ្នាបាទអ្នកគ្នាយកអាលើគេមកបាទវានឹងចេញបែបនេះអ្នកគ្នាគ្រាន់តែចុចលើអា Q ហ្នឹងមកដើម្បីយើងយកមកផាស link ដែលយើង copy ហ្នឹងមកបាទហើយអាក្រោមយើងដាក់ link ដែលយើង copy ហ្នឹងមកបាទបើសម្រាប់អាលើវិញអ្នកគ្នាចង់ដាក់អីដាក់ទៅឲ្យតែអ្នកគ្នាឆ្នាំខ្លួនឯងអីចឹងណាអ្នកគ្នាបាទសម្រាប់ខ្ញុំដាក់G N A ខ្ញុំដាក់អញ្ចឹងដើម្បីឲ្យស្រួលចំណាំអីចឹងណាអ្នកគ្នាបាទដល់ពេលអ្នកគ្នាផាស link ផាសយើងដាក់ឈ្មោះដាក់អីអស់ហើយអ្នកគ្នាចុចអា Q នឹងទៀតមកបាទចុចអា Q ហ្នឹងបាទនិយាយអ្នកគ្នាបាទទីបំផុតគឺបានហើយបាទអ្នកគ្នាមកដល់កន្លែងទៅអ្នកគ្នាគ្រាន់តែចុចប្រើទៅបាទនេះអ្នកគ្នាបាទអានេះដែលយើងដាក់ hack មាញ់បាទអ្នកគ្នាគ្រាន់តែចុចប្រើមកបាទហើយខ្ញុំប្រាប់អ្នកគ្នាទៀតបាទចុចប្រើអ្នកគ្នាចុចតាមសញ្ញាព្រួយខ្ញុំនេះមកបាទកុំចុចអាខ្នេះសោះចុចអាខ្នេះវានឹងរលប់អីចឹងណាអ្នកគ្នាបាទនេះអ្នកគ្នាបាទនៅពេលអ្នកគ្នាចុចទៅវានឹងចេញបែបនេះ
ហើយអ្នកគ្នាគ្រាន់តែចុចចូលលេងហ្គេមចូលទៅក្នុងហ្គេម Block Fruit យើងមកបាទគ្រាន់តែចុចលេងធម្មតាមកបាទអ្នកគ្នាបាទបើសិនថាអ្នកគ្នាចង់ឲ្យ hack នឹងដំណើរការចង់ឲ្យវាទៅ farm level auto អ្នកគ្នាចុចបើកតាមខ្ញុំអ្នកគ្នាបាទអ្នកគ្នាចុចទៅលើអាផ្ទាំងហ្នឹងហើយអ្នកគ្នាគ្រាន់តែចុចយកអាលើគេមកបាទចុចទៅតាមខ្ញុំមកគឺវានឹងទៅ farm level auto ហើយអ្នកគ្នាបាទនេះអ្នកគ្នាបាទគឺវាហោះទៅហើយបាទហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាបាទចាំជួបគ្នានៅវីដេអូក្រោយទៀតបើសិនថាអ្នកគ្នាជួយចិត្តកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងណាអ្នកគ្នាបាទបាយបាយអ្នកគ្នាបាទចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ